សួស្តីបងប្អូនជនរួមជាតិជាទីគោរពតើវាជារឿងចៃដន្យឬជាសញ្ញានៃថ្ងៃអវសានដែលលោកធាតុបានកំណត់ទុកក្នុងយប់តែមួយសោះប្រទេសថៃបានជួបមហន្តរាយផ្ទួនព្យុះបិសាចវាយបំបែកខែលមេឃបោកកំទេចផ្ទះសម្បែងសូម្បីតែទីសក្ការៈព្រះវិហារវត្តបុរាណក៏ត្រូវคล้ายជាវាលភេសផងរហូតដល់វិបត្តិធម្មពលដែលធ្វើឲ្យអនុទីនកំពុងភ័យស្លន់ស្លោខ្លាចការដួលរលំសេដ្ឋកិច្ចអ្វីដែលកាន់តែព្រឺសម្បល់នោះគឺមេទ័ពកម្ពុជាថៃបែរទីចុះមកបញ្ជាខ្សែត្រៀមជួមុខជាប់របងកម្ពុជានិងសង់លេនដ្ឋានក្នុងសាលារៀនយ៉ាងសស្រាក់សស្រាំតើថៃកំពុងត្រៀមខ្លួនសម្រាប់អ្វីឲ្យពិតប្រាកដតោះមកតាមដានព័ត៌មានលម្អិតជាមួយខ្ញុំបាទបងប្អូនហើយពិតជាគួរឲ្យរន្ធត់និងខ្លោចចិត្តជាទីបំផុតថ្ងៃទី12ខែមីនាឆ្នាំ2026នេះបានក្លាយជាថ្ងៃមហាសោកនាដកម្មនិងជាយប់ដ៏ខ្មៅងងឹតបំផុតសម្រាប់ប្រជាពលរដ្ឋថៃនៅភាគខាងជើងនិងភាគកណ្ដាលកំហឹងធម្មជាតិបានផ្ទុកឡើងយ៉ាងសាហាវបំផុតក្នុងទម្រង់ជាព្យុះរដូវក្តៅបិសាចដែលបានវាយបំបែកខែលការពារមេឃបោកបក់កំទេចអ្វីគ្រប់យ៉ាងដែលនៅចំពោះមុខឲ្យคล้ายជាភួកច្រាំនិងគំនោបាក់បែកត្រឹមតែមួយប៉ព្រិចធញែកប៉ុណ្ណោះមហន្តរាយលើកនេះបានធ្វើឲ្យអាជ្ញាធរថៃភ្ញាក់ផ្អើលនិងផ្អើលអស់ប្រជាពលរដ្ឋពេញប្រទេសខណៈដែលទុកធំបានធ្លាក់មកលើខេត្តចំនួន3គឺសុខោថៃពេទ្យប៊ុននិងឧត្តរឌិតបងប្អូនហើយនៅខេត្តសុខោថៃស្ថានភាពគឺប្រៀបបាននឹងសមរភូមិសង្គ្រាមធម្មជាតិពិតស្រុកចំនួន5រួមមានស្រុកមឿងសួកលោកស៊ីណាខនកុងក្រៃឡាតនិងស្រុកបានដានឡានហួយត្រូវរងការវាយប្រហារចំចំណុចកណ្ដាលយ៉ាងចាស់ដៃបងប្អូនសាក់ស្រមៃមើលទៅមើលកណ្ដាលយប់អាត្រៀតដែលមនុស្សម្នាកំពុងតែលង់លក់ក្នុងដំណេកស្រាប់តែផ្ទៃមេឃដែលធ្លាប់តែស្ងប់ស្ងាត់ប្រែជាខ្មៅងងឹតស្លុបដូចមានបិសាចមកគ្របដណ្ដប់ភ្លាមនោះសំឡេងខ្យល់កន្ត្រាក់បានបោកមកលាន់លឺសូរក្រហឹមដោយសត្វសាហាវដែលកំពុងតែស្រែកឃ្លានសំឡេងផ្ទុះបែកគ្វៀងនិងសំឡេងសង្កសីរហែកចេញពីដំបូលផ្ទះលាន់លឺរំពងពេញភូមិគួរឲ្យព្រឺសម្បល់ជាទីបំផុតផ្ទះរបស់ប្រជាពលរដ្ឋជាង50ខ្នងត្រូវកម្លាំងខ្យល់បិសាចនេះហែកកំទេចដំបូលសង្កសីឲ្យរបើកប៉ើងហោះកាត់ភាពងងឹតដូចជាសន្លឹកក្រដាស់អញ្ចឹងទិដ្ឋភាពដ៏សង្វេគបំផុតនោះគឺម្ចាស់ផ្ទះទាំងចាស់ទាំងក្មេងត្រូវរត់ទាំងញ័រចេញមកឈរអបគ្នាកណ្ដាលភ្លៀងភៀសខ្លាំងសម្លឹងមើលផ្ទះសម្បែងដែលខំរកមួយជីវិតត្រូវរលាយសល់តែមេស្រឡះទាំងទឹកភ្នែកហូរកាត់ចិញ្ចិតសូម្បីតែពមផ្សាយព័ត៌មានភូមិដែលសាងសង់ពីដែកយ៉ាងរឹងមាំនិងបង្គោលភ្លើងជាច្រើនដើមក៏ត្រូវខ្យល់បោកបំបាក់ខ្ទេចខ្ទីដោយគេកាច់ចង្កឹះដែលធ្វើឲ្យតំបន់ទាំងមូលត្រូវធ្លាក់ចុះក្នុងភាពងងឹតសូន្យឈឹងនិងកាត់ផ្ដាច់ការតាក់ទងទាំងស្រុងកណ្ដាលពេលដែលមានអាសន្នបំផុតបងប្អូនហើយទុកជន់លើទុកពេតមែននៅឯខេត្តពេទ្យប៊ុននិងឧត្តរឌិតធម្មជាតិមិនត្រឹមតែបញ្ចិនខ្យល់ព្យុះនោះទេតែថែមទាំងបានទម្លាក់គ្រាប់ភ្នៀងទឹកកកដ៏មហិមាមកបន្ថែមទៀតផងនៅស្រុកលំកៃខេត្តពេទ្យប៊ុនរយៈពេលជិត2ម៉ោងពេញចាប់ពីម៉ោង 20:30 នាទីរហូតដល់ម៉ោង 22:00 នាទីយប់គឺជាពេលវេលាដែលប្រជាពលរដ្ឋភ័យស្លន់ស្លោដល់កម្រិតកំពូលគ្រាប់ភ្នៀងទឹកកកធំបានធ្លាក់ចុះមកបុកទង្គិចជាមួយដំបូលផ្ទះលាន់លឺដោយគ្រាប់កាំភ្លើងបាញ់ស្រោចពីលើមេឃធ្វើឲ្យដំបូលផ្ទះដែលធ្លាប់តែជាទីជម្រកដ៏សុខសាន្តត្រូវធ្លុះថ្លៃរាយប៉ាយចំណែកឯខេត្តឧត្តរឌិតវិញក៏មិនខុសគ្នាដែររបាយការណ៍ចុងក្រោយបានបញ្ជាក់ថាឃុំចំនួន8និងភូមិចំនួន16ត្រូវរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរប្រទេសចំនួន27ខ្នងត្រូវខូចខាតទាំងស្រុងនិងមួយផ្នែកបងប្អូនមើលចុះសូម្បីតែយានដ្ឋានជួសជុលឡាននិងរោងជាងផ្សេងក៏ត្រូវខ្យល់បោកឲ្យបាក់ស្រុតសង្កត់លើទ្រព្យសម្បត្តិខ្ទេចខ្ទីអស់ដែរនេះគឺជាមហាទុក្ខសោកដ៏ធំធេងនិងជាមេរៀនដ៏ជូរចត់ដែលធម្មជាតិបានផ្ដល់ឲ្យប្រជាពលរដ្ឋថៃនៅក្នុងគ្រាដែលសេដ្ឋកិច្ចកំពុងតែលំបាកបែបនេះគ្រប់គ្នារួមនៅក្នុងភាពភ័យខ្លាចមិនដឹងថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងបន្តទៀតឡើយខណៈដែលអាជ្ញាធរត្រូវរត់ខ្វែងដៃខ្វែងជើងជួយស្រាវជ្រាវនិងសង្គ្រោះទាំងត្រដាបត្រដួលបំផុតខណៈដែលមេឃកំពុងតែបោកបក់កំហឹងអគ្គិភ័យក៏ចាប់ផ្ដើមលងបន្លាតម្ដងទៀតបងប្អូនហើយនៅស្រុកវាំងនុយខេត្តអយុធ្យាស្រាប់តែផ្ទៃមេឃប្រែជាខ្មៅងងឹតស្លុបដូចយប់អាត្រៀតកណ្ដាលថ្ងៃត្រង់ចំណែកឯដីនៃក្រោមជើងវិញរង្គើខ្លាំងដូចមានគ្រាប់រញ្ជួយដីវាយប្រហារអញ្ចឹងសំឡេងផ្ទុះដាំងដូចគេទម្លាក់គ្រាប់បែកមកហេមបានបន្លឺឡើងបន្តបន្ទាប់គ្នាឥតដាច់សូរ
បោកខ្ទប់នឹងខ្យល់ធ្វើឲ្យកញ្ចក់ផ្ទះអ្នកភូមិប្រេះស្រាំខ្ទេចខ្ទីអស់គ្មានសល់សាក់សីម្នាក់ដែលនៅក្បែរហេតុការណ៍បំផុតបានរៀបរាប់ទាំងទឹកមុខស្លេកស្លាំងថាដំបូងឡើយខ្ញុំឃើញផ្សែងហុយបន្តិចទេប៉ុន្តែស្រាប់តែមានសម្លេងផ្ទុះក្រាំងយ៉ាងខ្លាំងធ្វើឲ្យខ្ញុំដួលផ្ងាជើងទាំងមិនដឹងខ្លួនដីរង្គើខ្លាំងណាស់ខ្ញុំឃើញអណ្ដាតភ្លើងហក់ឡើងខ្ពស់ជាងចុងឈើខ្ញុំក៏ស្រែកហៅកូនចៅឲ្យរត់យកប្រាស់អាយុព្រោះខ្លាចស្លាប់ទាំងពូតបងប្អូនសាក់ក្រឡេកមើលរូបភាពនេះទៅមើលការពិតដ៏គួរឲ្យខ្លាចនោះគឺនេះគឺជាមហាអគ្គីភ័យដែលផ្ទុះឡើងក្នុងឃ្លាំងស្តុកសារធាតុគីមីអ្វីដែលធ្វើឲ្យកងកម្លាំងសង្គ្រោះស្លុតព្រលឹងបំផុតនោះគឺទឹកដែលបាញ់ចូលទៅក្នុងភ្ញុកភ្លើងបែរជាលាយឡំជាមួយសារធាតុគីមីហូរច្រាវចេញមកក្រៅប្រែជាពណ៌ក្រហមច្រាវដូចឈាមស្រស់ផកច្រាវពណ៌ក្រហមឆ្អៅទាំងនេះបានហូរហៀពេញផ្ទៃដីនិងតាមប្រឡាយទឹកកគុញដូចជាសមុទ្រឈាមដែលផុសចេញពីបាតដីគួរឲ្យព្រឺសម្បល់ជាទីបំផុតបើនិយាយពីគ្រោះអគ្គីភ័យដែលកំពុងតែឆាបឆាកយាយីប្រទេសថៃនៅថ្ងៃនេះរឿងដែលគួរឲ្យរន្ធត់និងវឹកវរបំផុតនោះគឺបានកើតឡើងនៅឯខេត្តស៊ីសាកែតនេះមិនមែនត្រឹមតែជាអគ្គីភ័យធម្មតានោះទេប៉ុន្តែវាគឺជាមហាវិនាសកម្មដែលបានប្រែក្លាយភូមិដ៏ស្ងប់ស្ងាត់មួយឲ្យទៅជាសមរភូមិភ្លើងដ៏ក្តៅតគុកធ្វើឲ្យប្រជាពលរដ្ឋថៃភ្ញាក់ផោលនិងភ័យស្លន់ស្លោពេញមួយខេត្តតែម្ដងហេតុការណ៍ដ៏រន្ធត់នេះបានចាប់ផ្ដើមឡើងចេញពីចំណុចតូចមួយគឺទ្រង់គោរបស់ប្រជាពលរដ្ឋបងប្អូនសាក់ស្រមៃមើលកណ្ដាលភាពងងឹតស្លុបស្រាប់តែមានពន្លឺភ្លើងពណ៌ក្រហមឆ្អៅបានជះឡើងចេញពីទ្រង់សัตว์គ្រាន់តែមួយប៉ព្រិចភ្នែកប៉ុណ្ណោះអណ្ដាតភ្លើងបីសាច់ដែលកំពុងតែស្រេកឃ្លានបានត្របាក់លេបយកទ្រង់គោទាំងមូលហើយរៀលដាលយ៉ាងលឿនដោយទឹកបាក់ទំនប់ឆ្ពោះទៅកាន់រោងស្តុកអីវ៉ាន់ដ៏ធំដែលនៅក្បែរនោះដោយសារតែនៅក្នុងរោងស្តុកអីវ៉ាន់សម្បូរទៅដោយសម្ភារៈងាយឆែកនិងឧបករណ៍ប្រើប្រាស់ផ្សេងៗវាបានក្លាយជាអ៊ីនធឺណិតដ៏ល្អបំផុតសម្រាប់កម្លាំងភ្លើងធ្វើឲ្យអណ្ដាតភ្លើងហក់ឡើងខ្ពស់សន្ធឹងកំទេចអ្វីៗគ្រប់យ៉ាងដែលនៅចំពោះមុខឲ្យក្លាយជាផែកផង់ស្ថានភាពបានឡើងដល់កម្រិតកំពូលធ្វើឲ្យអាជ្ញាធរត្រូវបង្ខំចាត់ប្រកាសអាសន្នគ្រោះមហន្តរាយកម្រិតធ្ងន់សំឡេងស៊ីរ៉ែនរថយន្តពន្លត់អគ្គីភ័យបានបន្លឺឡើងលាន់ឮក៏ក្រៅស្រុកភូមិបំបែកភាពស្ងប់ស្ងាត់នៃរាត្រីឲ្យប្រែជាភាពវឹកវរបងប្អូនអាយនេះគឺជាការប្រមូលផ្ដុំកម្លាំងដ៏ធំដោយរថយន្តពន្លត់អគ្គីភ័យរហូតដល់ទៅ12គ្រឿងមកពីគ្រប់ទិសទីបានបើកសម្រុកចូលទៅកាន់កន្លែងកើតហេតុដើម្បីបាញ់វាយលុកទឹកស្រោចទៅលើសមុទ្រភ្លើងកនកម្លាំងពន្លត់អគ្គីភ័យត្រូវប្រឈមមុខនឹងកម្ដៅដ៏សែនក្តាំងហែងនិងផ្សែងខ្មៅងងឹតឈឹងដែលហុយត្រឡោមគ្រាប់ដណ្ដប់ពេញផ្ទៃមេឃខណៈដែលពួកគេព្យាយាមទប់ស្កាត់មិនឲ្យភ្លើងឆេះរាលដាលដល់ផ្ទះសម្បែងរបស់ប្រជាជនផ្សេងទៀតអ្វីដែលធ្វើឲ្យអ្នកដែលបានឃើញហេតុការណ៍ផ្ទាល់ខ្លោចចិត្តនិងសង្វេគបំផុតនោះគឺសម្រែកយំទន្ទ្រានជើងរបស់ម្ចាស់ផ្ទះបងប្អូនអើយគ្មានអ្វីឈឺចាប់ជាងការដែលត្រូវឈរមើលទ្រព្យសម្បត្តិដែលខ្លួនខំរកមកមួយជីវិតត្រូវវិនាសសាបសូន្យបាត់បង់ក្នុងភ្នែកត្រឹមតែប៉ុន្មាននាទីនោះទេម្ចាស់ផ្ទះបានត្រឹមតែស្រែកទ្រហោយំនិងរត់ទៅរត់មកទាំងអស់សង្ឃឹមសម្លឹងមើលអណ្ដាតភ្លើងដែលកំពុងតែលេបត្របាក់ទីជម្រកដ៏កក់ក្ដៅឲ្យคล้ายជាកំណរផេះផង់ទិដ្ឋភាពនៃភាពអស់សង្ឃឹមនេះបានធ្វើឲ្យប្រជាពលរដ្ឋថៃដែលតាមដានព័ត៌មាននេះមានការភ្ញាក់ផ្អើលនិងខ្លោចចិត្តជាទីបំផុតចំពោះទុក្ខធំផ្ទួនដែលបានកើតឡើងក្នុងថ្ងៃតែមួយបែបនេះនេះគឺជាមហន្តរាយដែលស៊ីសាកែតមិនងាយនឹងភ្លេចឡើយព្រោះវាបានបន្សល់ទុកត្រឹមតែស្នាមខ្លោចនិងទឹកភ្នែកកណ្ដាលកំណោបាក់បែកគ្រោះអគ្គីភ័យគឺជាបិសាចដែលគឺមានក្តីមេត្តាឡាយនៅក្នុងថ្ងៃមហាសួយនេះទុកសោកបានរីកដុះដាលពាសពេញផ្ទៃប្រទេសថៃចាប់ពីតំបន់ជនបទដាច់ស្រយាលរហូតដល់បេះដូងនៃរាជធានីបាងកកសូមបងប្អូនក្រឡេកមកមើលទិដ្ឋភាពដ៏ខ្លោចផ្សាមួយនៅខេត្តផាក់យ៉ាវនៅទីនោះមានស្ត្រីចំណាំម្នាក់អាយុ58ឆ្នាំឈ្មោះលោកស្រីបួងឿនការ៉ាត់បងប្អូនសាកស្រមៃមើលមនុស្សម្នាក់ដែលបានចំណាយពេលជិត60ឆ្នាំតស៊ូធ្វើការងារទាំងយប់ទាំងថ្ងៃរកស៊ីទាំងត្រដាបត្រដួសដើម្បីបានប្រាក់មកសាងសង់ផ្ទះឈើ2ជាន់ដ៏កក់ក្ដៅមួយសម្រាប់ច្រកកោនជាមួយកូនចៅប៉ុន្តែអណ្ដាតភ្លើងបិសាចបានឆក់យកអ្វីគ្រប់យ៉ាងត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះរូបភាពដែលធ្វើឲ្យអ្នកស្រុកអ្នកភូមិទប់ទឹកភ្នែកមិនបាននោះគឺលោកស្រីប៊ូងឿនបានត្រឹមតែឈរយំរហាមអោបកូនចៅតូចនៅក្រោមដើមឈើសម្លឹងមើលផ្ទះឈើដែលជាកម្លាំងញើសឈាមរបស់គាត់ទាំងស្រុងត្រូវភ្លើងលេបត្របាក់ផ្ទិចខ្ទីតាំងពីដំបូលរហូតដល់ជាន់ទី2សំឡេងឈើបាក់ស្រុតផោងផាំងនិងកម្ដៅភ្លើងដ៏ក្ដៅហាងបានរលាយទ្រព្យសម្បត្តិនិងការចងចាំជាច្រើនឆ្នាំឲ្យคล้ายជាផៃផង់កណ្ដាលវាលអ្វីដែលនៅសេសសល់គឺត្រឹមតែទឹកភ្នែកនិងភាពអស់សង្ឃឹម
ព្រោះក្នុងវ័យជិត60ឆ្នាំទៅហើយតើឲ្យគាត់ទៅចាប់ផ្ដើមជីវិតថ្មីពីចំណុចសូន្យដោយរបៀបណានេះពិតជាទុកធំដែលរកអ្វីមកព្រៀបផ្ទឹមមិនបានឡើយមិនមែនមានតែនៅជនបទនោះទេសូម្បីតែនៅកណ្ដាលរាជធានីបាងកកដ៏ស៊ីវិល័យក៏មិនអាចគេចផុតពីគ្រោះមហន្តរាយនេះដែរនៅខណ្ឌធនបុរីភាពភ័យស្លន់ស្លោបានផ្ទុះឡើងយ៉ាងខ្លាំងនៅពេលដែលអគ្គិភ័យបានឆាបឆេះអគារអាជីវកម្មកម្ពស់3ជាន់យ៉ាងសន្ធោសន្ធៅអណ្ដាតភ្លើងបានវាយប្រហារយ៉ាងដំណំទៅលើជាន់ទី2និងទី3ធ្វើឲ្យប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរឆ្លងកាត់ទីនោះរត់ចែកជើងគ្នាព្រោះខ្លាចអគារបាក់ស្រុតនិងខ្លាចភ្លើងរាលដាលដល់ផ្ទះជាប់ៗគ្នាបងប្អូនហើយអ្វីដែលគួរឲ្យហួសចិត្តនិងភ្ញាក់ផ្អើលបំផុតនោះគឺមូលហេតុដែលបង្កឲ្យមានមហន្តរាយដ៏ធំនេះគឺផ្ដើមចេញពីការធ្វេសប្រហែសអ៊ុចទៀងចោលតែប៉ុណ្ណោះបងប្អូនសាកគិតមើលទៅមើលត្រឹមតែទៀនតូចមួយដើមដែលម្ចាស់ផ្ទះភ្លេចពន្លត់បែរជាអាចបង្កើតជាបិសាចភ្លើងកំទេចអគារតម្លៃរាប់លានបាតបើយើងគិតជាលុយដុល្លារវិញការខូចខាតនេះអាចឈានដល់រាប់ម៉ឺនដុល្លារឯណោះនេះគឺជាមេរៀនដ៏ក្តៅគគុកមួយសម្រាប់បងប្អូនគ្រប់គ្នាភាពធ្វេសប្រហែសបន្តិចបន្តួចអាចប្រែក្លាយជីវិតដ៏ស្រក់បំព្រងឲ្យទៅជាសោកនាដកម្មក្នុងរយៈពេលមិនដល់10នាទីផងទីក្រុងបាងកកថ្ងៃនេះមិនបើកដេកលក់ដោយសុខសាន្តឡើយគឺពោពេញដោយសម្លេងឡានទឹកនិងផ្សែងភ្លើងហុយត្រឡោមពេញផ្ទៃមេឃបងប្អូនអើយក្នុងចំណោមមហន្តរាយដែលកើតឡើងពេញមួយថ្ងៃនេះរឿងរ៉ាវដែលធ្វើឲ្យប្រជាជនថៃតក់ស្លុតខ្លោចចិត្តនិងស្រណោះស្រពន់បំផុតនោះគឺអគ្គិភ័យបានវាយប្រហារចូលទៅដល់បេះដូងនៃសាសនាគឺនៅក្នុងព្រះវិហារនៃវត្តថាមប្រាំងស្ថិតនៅក្នុងខេត្តពិษណុលោកនេះគឺជាសោកនាដកម្មដែលមិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិប៉ុណ្ណោះទេប៉ុន្តែវាបានឆេះកំទេចនៃសេចក្តីសុខនិងសម្បត្តិវប្បធម៌ដ៏មានតម្លៃមហាសាលដែលមិនអាចរកអ្វីមកជំនួសបានឡើយបងប្អូនសាកស្រមៃមើលទិដ្ឋភាពនៅវេលាម៉ោងជិត11យប់អាធ្រាត្រទៅហើយស្រាប់តែមានផ្សែងខ្មោចខ្មាញ់ហុយត្រឡោមចេញតាមបង្អួចព្រះវិហារយ៉ាងគួរឲ្យរន្ធត់សាក្សីម្នាក់ដែលជាអ្នករស់នៅក្បែរវត្តនិងជាអ្នកប្រទះឃើញហេតុការណ៍ដំបូងគេបានរៀបរាប់ទាំងទឹកមុខស្លេកស្លាំងនិងសម្លេងញ័រតតែកថានៅពេលនោះខ្ញុំកំពុងតែដើរចេញមុខក្រៅផ្ទះស្រាប់តែធំក្លិនឆេះខ្លាំងហើយពេលងាកទៅមើលព្រះវិហារខ្ញុំសឹងតែមិនជឿនឹងភ្នែកខ្លួនឯងព្រោះផ្សែងខ្មៅក្រាស់ខ្មាញ់កំពុងតែពុះកញ្ជ្រោលចេញមកក្រៅខ្ញុំបានស្រែកផ្អើលអស់អ្នកភូមិនិងរត់ទៅវាយជួងវត្តឲ្យព្រះសង្ឃភ្នាក់ផ្អើលដើម្បីហៅឡានទឹកមកជួយសង្គ្រោះប៉ុន្តែអណ្ដាតភ្លើងវាហាក់ដូចជាកំពុងតែខឹងសម្បាយ៉ាងខ្លាំងវារៀលដាលលឿនពេកធ្វើឲ្យពួកយើងមិនហ៊ានសូម្បីតែរុញទ្វារចូលទៅជួយពន្លត់អ្វីដែលធ្វើឲ្យយើងស្រណោះបំផុតនោះគឺព្រះវិហារមួយនេះមិនមែនជាសំណង់ធម្មតានោះទេវាត្រូវបានតុបតែងយ៉ាងប្រណិតបំផុតដោយក្បឿនសេរ៉ាមិកបុរាណប៉ាមពណ៌ឬដែលគេហៅថាបេនចរុងដែលបានកសាងនិងរចនាយ៉ាងផ្ចិតផ្ចង់តាំងពីឆ្នាំ1969មកម្លេះក្នុងរយៈពេលជាង50ឆ្នាំមកនេះវាបានឈរជើងជាទីសក្ការៈយ៉ាងរឹងមាំប៉ុន្តែត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះអណ្ដាតភ្លើងបានឆាបឆេកកំទេចកំរាព្រំកង្ហាពីដាននិងរៀលដាលដល់ក្បាច់រចនាដ៏វិសេសវិសាលទៅនោះឲ្យខ្លោចខ្មៅងងឹតផ្សែងពុលពណ៌ខ្មៅបានហោះទៅគ្របដណ្ដប់លើព្រះពុទ្ធរូបមាសដ៏សក្ការៈធ្វើឲ្យរូបរាងដ៏ស្រស់ស្អាតត្រីប្រឡាក់ស្នាមផ្សែងមើលទៅពិតជាសង្វេគជាទីបំផុតទំហំនៃការខូចខាតបឋមត្រូវបានវាយតម្លៃរហូតដល់2លានបាតឬប្រមាណ$57,000អាមេរិកប៉ុន្តែសម្រាប់បងប្អូនខ្មែរនិងថៃដែលគោរពសាសនាតម្លៃនេះគឺវាតិចតួចណាស់បើប្រៀបធៀបនឹងការបាត់បង់សិល្បៈបុរាណដែលមិនអាចរកអ្វីមកជំនួសបានឡើយមូលហេតុពិតដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនិងហួសចិត្តបំផុតនោះគឺអគ្គិភ័យនេះមិនមែនកើតចេញពីការទុះសេះខ្សែភ្លើងឬគ្រោះធម្មជាតិនោះទេប៉ុន្តែវាផ្ដើមចេញពីការធ្វេសប្រហែសសុទ្ធសាធប៉ូលីសបានរកឃើញថាបន្ទាប់ពីព្រះសង្ឃបានសូត្រមន្តធម្មវត្តល្ងាចរួចរាល់បានអុជធូបទៀនចោលហើយមិនបានពន្លត់ឲ្យបានត្រឹមត្រូវមុននឹងចាក់ចេញពីព្រះវិហារក្របភ្លើងតូចមួយដែលចេញពីទៀនคล้ายទៅជាមហាអគ្គិភ័យលេបត្របាក់ទីសក្ការៈទាំងមូលនេះគឺជាទុកធំនិងជាមេរៀនដ៏ជូរច្រត់បំផុតដែលសបញ្ជាក់ឲ្យឃើញថាសូម្បីតែនៅក្នុងទីកន្លែងដ៏ស័ក្តិសិទ្ធិបំផុតក៏ដោយក៏អាចប្រែទៅជាវាលភ័ក្រផងបានដែរប្រសិនបើយើងខ្វះការប្រុងប្រយ័ត្នតែបន្តិចនោះនៅខេត្តមហាសារខេមភាពរន្ធត់បានផ្ទុះឡើងចំកណ្ដាលក្រុងតែម្ដងអ
អគិភ័យបានឆាបឆេះយ៉ាងសាហាវទៅលើផ្ទះលេខ51ច្រកផ្លូវទី32ផ្លូវនគរសួរដែលជាកម្មសិទ្ធិរបស់លោកបវរនិងអ្នកស្រីជីរ៉ាណីសុវណ្ណថាដាបងប្អូនសាស្ត្រស្រមៃមើលទិដ្ឋភាពដែលអណ្ដាតភ្លើងបានលោតឡើងខ្ពស់សន្ធឹងលេបត្របាក់ដំបូលផ្ទះទាំងស្រុងរហូតដល់បាក់ស្រុតធ្លាក់ចុះមកក្រោមលាន់លឺសូរភងផាងគួរឲ្យខ្លាចសាក់សីនៅកន្លែងកើតហេតុបានរៀបរាប់ថាភ្លើងបានឆេះលឿនបំផុតតម្រាំតែឡានទឹកមកដល់ផ្ទះដ៏កក់ក្លៃមួយនេះត្រូវភ្លើងឆេះសល់តែស៊ុំនិងដំបូលធ្លុធ្លីងមើលឃើញមេឃស្រឡះម្ចាស់ផ្ទះបានត្រឹមតែឈរមើលទ្រព្យសម្បត្តិនិងគ្រឿងសង្ហារឹមដែលខំរកមកមួយជីវិតត្រូវរលាយคล้ายជាផេះត្រឹមតែប៉ុន្មាននាទីនេះគឺជាការខាតបង់ដែលមិនអាចយកអ្វីមកដូរបានឡើយងាកមកមើលខេត្តយៈโสធរវិញបាទបងប្អូនអើយវេលាម៉ោង 18:00 នាទីល្ងាចដែលជាពេលដែលគ្រួសារនីមួយៗជួបជុំគ្នាហូបបាយល្ងាចសប្បាយរីករាយបាយជីប្រែទៅជាសម្រែកត្រហោយំយ៉ាងសង្វេគអគិភ័យបានឆាបឆេះផ្ទះឈើ2ជាន់យ៉ាងធំរបស់លោកស្រីខៃឈឿនឈុំស្ថិតនៅផ្ទះលេខ74ភូមិទី1ឃុំខនឿស្រុកមឿងខេត្តយៈโสធរកម្លាំងភ្លើងបានវាយប្រហារយ៉ាងសាហាវទៅលើជាន់ទី2ដែលធ្វើពីឈើបង្កជាដុំភ្លើងបាញ់ឡើងទៅលើអាកាសបំភ្លឺផ្ទៃមេឃពេលព្រលឹបឲ្យប្រែជាពណ៌ក្រហមឆ្អៅគួរឲ្យព្រឺសម្បុរញាក់ភូមិរាប់រយនាក់បានរត់ជាន់ជើងគ្នាចេញមកជួយជំនះអីវ៉ាន់ទាំងភ័យស្លន់ស្លោព្រោះខ្លាចមានការផ្ទុះហ្គាសឬភ្លើងឆេះមករកផ្ទះរបស់ពួកគេរថយន្តពន្លត់អគ្គិភ័យមកពី5ស្ថាប័នផ្សេងគ្នាត្រូវប្រើកម្លាំងសរុបបាញ់ទឹកវាយលុកកណ្ដាលភាពងងឹតទម្រាំតែអាចគ្រប់គ្រងស្ថានភាពបានប៉ុន្តែជាន់ទី2នៃផ្ទះត្រូវបានឆេះខ្ទេចគ្មានសល់អ្វីឡើយនៅខណ្ឌបាងខេនភាពវឹកវរបានផ្ទុះឡើងយ៉ាងខ្លាំងនៅពេលដែលមានសេចក្តីរាយការណ៍ពីអគ្គិភ័យឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋដោយសារតែតំបន់នោះមានផ្ទះសាងសង់ជាប់ៗគ្នាធ្វើឲ្យអណ្ដាតភ្លើងមានឱកាសរាលដាលយ៉ាងរហ័សសំឡេងស៊ីរ៉ានរថយន្តពន្លត់អគ្គិភ័យបានបន្លឺឡើងលាន់រំពឹងពេញដងផ្លូវធ្វើឲ្យអ្នកធ្វើដំណើរនិងប្រជាពលរដ្ឋក្នុងតំបន់ភ័យស្លន់ស្លោរត់ចែកជើងគ្នាព្រោះខ្លាចមានការផ្ទុះហ្គាសឬភ្លើងឆេះមករកផ្ទះរបស់ខ្លួនកងកម្លាំងសង្គ្រោះត្រូវប្រជែងជាមួយពេលវេលានិងភាពចង្អៀតនៃផ្លូវដើម្បីបាញ់ទឹកស្ទាក់មុខភ្លើងមិនឲ្យคล้ายជាមហន្តរាយកម្រិតធ្ងន់រឿងដែលរន្ធត់បំផុតនិងធ្វើឲ្យយើងខ្លោចចិត្តជាងគេនោះគឺហេតុការណ៍អគ្គិភ័យនៅខេត្តឧត្តរធានីភ្លើងមិនត្រឹមតែបំផ្លាញផ្ទះសម្បែងឲ្យคล้ายជាផេតផង់ប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងបានបន្សល់ទុកនូវរបួសស្នាមនិងការឈឺចាប់ដល់រាងកាយទៀតផងអគ្គិភ័យដ៏កាយសាហាវនេះបានបណ្ដាលឲ្យប្រជាពលរដ្ឋចំនួន2នាក់ត្រូវរងរបួសយ៉ាងដំណំខណៈពេលដែលពួកគេព្យាយាមចូលទៅជួយសង្គ្រោះទ្រព្យសម្បត្តិនិងរត់គេចចេញពីអណ្ដាតភ្លើងបងប្អូនសាកស្រមៃមើលការឈឺចាប់ដែលត្រូវភ្លើងរលាកពេញខ្លួននិងការបាត់បង់ទីជម្រកក្នុងពេលតែមួយតើវាវេទនាប៉ុណ្ណាជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ក្នុងស្ថានភាពស្លន់ស្លោនិងឈឺចាប់បំផុតនេះគឺជាទុក្ខធំផ្ទួនដែលអគ្គិភ័យបានផ្ដល់ឲ្យប្រជាពលរដ្ឋថៃក្នុងថ្ងៃនេះបងប្អូនអើយទុក្ខធំរបស់ប្រទេសថៃមិនមែនមានតែរឿងភ្លើងឆេះនិងព្យុះបោកកំទេចនោះទេប៉ុន្តែពេលនេះសន្តិសុខសេដ្ឋកិច្ចរបស់ថៃទាំងមូលកំពុងតែឈរនៅលើមាត់ជោះនៃវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី10និង12ខែមីនាឆ្នាំ2026នេះលោកអនុទីនឆានវីរកុលនាយករដ្ឋមន្ត្រីថៃបានដាក់បទបញ្ជាក្តៅគគុកនិងដាច់ខាតបំផុតទៅកាន់អភិបាលខេត្តទាំង76ទូទាំងប្រទេសឲ្យត្រៀមលក្ខណៈទប់ទល់នឹងមហន្តរាយថាមពលដែលអាចនឹងផ្ទុះឡើងគ្រប់វិនាទីក្រោយចំនួននៅតំបន់មជ្ឈមបូព៌ាកាន់តែតានតឹងការភ័យខ្លាចការដួលរលំសេដ្ឋកិច្ចនិងការកាក់ទុនប្រេងបងអូនសាកគិតមើលទៅមើលតើស្ថានភាពវាអាក្រក់កម្រិតណាទើបបានជារដ្ឋាភិបាលថៃត្រូវបង្ខំចិត្តបញ្ជាឲ្យអភិបាលខេត្តចុះស្រាវជ្រាវនិងក្តាប់ទិន្នន័យនៃការប្រើប្រាស់ប្រេងឥន្ធនៈនិង gas LPG ជាវិស័យឯកជនយ៉ាងប្រញាប់ប្រញាល់បែបនេះរដ្ឋាភិបាលថៃកំពុងតែភ័យស្លន់ស្លោខ្លាចការខ្វះខាតប្រេងបម្រុងនិងខ្លាចពួកឈ្មួញឆ្លៀតឱកាសលួចលះកាក់ទុនប្រេងដើម្បីដំឡើងថ្លៃក្នុងពេលមានវិបត្តិប្រសិនបើប្រេងឡើងថ្លៃឬដាច់ការផ្គត់ផ្គង់នោះរោងចក្រអាជីវកម្មនិងជីវភាពរបស់ប្រជាពលរដ្ឋថៃរាប់លាននាក់នឹងត្រូវគាំងដំណើរការហើយធ្លាក់ក្នុងភាពអត់ឃ្លានជាមិនខាននេះគឺជាសញ្ញាអាសន្នដែលបង្ហាញថា
ប្រទេសថៃកំពុងតែស្ថិតក្នុងស្ថានភាពដង្ហើមចុងភ្នំព្រោះតែការពឹងផ្អែកលើថាមពលពីបរទេសខ្លាំងពេកញាក់មកមើលសោកនាដកម្មនៃនាវាដឹកទំនិញថៃ Mark Yuri Nari វិញបាទបងប្អូនអើយរឿងនេះកាន់តែខ្លោចចិត្តខណៈដែលនាវិកថៃចំនួន3នាក់នៅតែបន្តបាត់ខ្លួនគ្មានដំណឹងក្រោយពេលដែលនាវាត្រូវកងទ័ពអ៊ីរ៉ាំងបានកំទេចនៅក្បែរច្រកសមុទ្រហ័រមូសលោកអនុទីនបានចេញមុខផ្ដល់បទសម្ភាសន៍ទាំងទឹកមុខតានតឹងនិងអស់សង្ឃឹមដោយលោកបានអំពាវនាវឲ្យប្រើប្រាស់គ្រប់មធ្យោបាយនិងកម្លាំងសរុបដើម្បីតាមស្វែងរកនាវិកទាំង3នាក់នោះទោះបីជាត្រូវទៅអង្វរកររដ្ឋាភិបាលអូម៉ាន់ជួយស្វែងរកមនុស្សឲ្យវិញបងប្អូនអើយនេះគឺជាការបាក់មុខជាតិសាសន៍ថៃយ៉ាងធ្ងន់ធ្ងរបំផុតនាវាខ្លួនឯងត្រូវគេបាញ់ឆេះកណ្ដាលសមុទ្របែរជារដ្ឋាភិបាលគ្មានសមត្ថភាពជួយសង្គ្រោះខ្លួនឯងត្រូវរត់ទៅអង្វរករឲ្យរដ្ឋាភិបាលអូម៉ាន់ជួយស្វែងរកមនុស្សឲ្យវិញអ្វីដែលកាន់តែគួរឲ្យសង្ស័យនោះគឺហេតុអ្វីបានជានាវាថៃហ៊ានបើកចូលតំបន់គ្រោះថ្នាក់ទាំងដែលមានការព្រមានតើម្ចាស់នាវាលោភលន់ចង់ចំណេញឬក៏រដ្ឋាភិបាលថៃធូររលុងគ្រោងការគ្រប់គ្រងសុវត្ថិភាពនាវាចររហូតមកដល់ពេលនេះជោគវាសនានាវាទាំង3នាក់នៅតែជាអត្តកំបាំងដែលធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេត្រូវឈរយំនៅមាត់ច្រាំងរងចាំដំណឹងទាំងក្តីអស់សង្ឃឹមបំផុតបងប្អូនជនរួមជាតិងាកមកមើលចំណុចចុងក្រោយដែលបងប្អូនខ្មែរយើងត្រូវផ្ដោតអារម្មណ៍បំផុតខណៈដែលផ្ទៃក្នុងប្រទេសថៃកំពុងវឹកវរដោយគ្រាប់បែកនិងភ្លើងឆេះបែរជានៅតាមបណ្ដោយព្រំដែនជាប់ខេត្តស្រះកែវច័ន្ទបុរីនិងត្រាតយោធាថៃកំពុងមានសកម្មភាពយ៉ាងសស្រាក់សស្រាមខុសប្លែកពីធម្មតាកាលពីថ្ងៃទី12មិនិនានេះមេតបកំពូលថៃបានដឹកនាំគណៈប្រតិភិបយោធាជាន់ខ្ពស់ចុះមកបញ្ជាផ្ទាល់ដល់ខ្សែត្រៀមជួរមុខជួបរបងកម្ពុជាយើងតែម្ដងបងប្អូនក្រឡេកមើលរូបភាពសកម្មភាពដ៏មើងម៉ាត់នេះទៅមើលតើពួកគេកំពុងរៀបចំផែនការអ្វីលោកមេតបកំពូលថៃបានបញ្ជាដាច់ខាតឲ្យកងទ័ពជួរមុខពន្លឿនការបោសសម្អាតគ្រាប់មីនឲ្យអស់ពីផ្ទៃដីប៉ុន្តែអ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនិងព្រឺសម្បូរជាងនេះទៅទៀតនោះគឺលោកបានបញ្ជាឲ្យរៀបចំប្រព័ន្ធការពារអាកាសយានគ្មានមនុស្សបាតឬ drone ជាបន្ទាន់លោកបានសង្កត់ធ្ងន់ថានេះគឺជាការគំរាមកំហែងនៃសង្គ្រាមសម័យថ្មីដែលកងទ័ពថៃត្រូវតែត្រៀមខ្លួន24ម៉ោងលើ24ម៉ោងចោះបងប្អូនដឹងទេថាអ្វីដែលធ្វើឲ្យប្រជាជននៅតាមព្រំដែនភ័យស្លន់ស្លោបំផុតនោះគឺជាអ្វីគឺយោធាថៃបានសម្រុកសាងសង់នឹងទើបតែប្រគល់លេនដ្ឋានខ្នាតធំជូនដល់សាលារៀនតុងខ្នាននិងសាលារៀនដទៃទៀតនៅតាមព្រំដែនយោនេះឯងយីសាលារៀនសោះម្ដេចក៏ត្រូវមានលេនដ្ឋានការពារក្របបាទបងប្អូនទាំងអស់នេះគឺជាព្រឹត្តិការណ៍មហន្តរាយនិងរឿងរ៉ាវយោធាដ៏ក្តៅគគុកដែលបានកើតឡើងក្នុងថ្ងៃតែមួយនៅប្រទេសថៃតើបងប្អូនយល់យ៉ាងណាដែរចំពោះការរៀបចំលេនដ្ឋានតាមព្រំដែនកម្ពុជារបស់ភាគីថៃសូមបញ្ចេញមតិយោបល់នៅខាងក្រោមនេះទាំងអស់គ្នាកុំភ្លេចជួយចុច like share comment និង subscribe ម្នាក់មួយផងដើម្បីទទួលបានព័ត៌មានតនហេតុជារៀងរាល់ថ្ងៃសូមអរគុណនិងជួបគ្នានៅវីដេអូក្រោយបាទ